ខ្ញុំចំណាយអស់រយៈពេល479ថ្ងៃហើយនឹងកំពុងធ្វើដំណើរនៅតំបន់វាលខ្សាច់ដ៏ធំល្វឹងល្វើយនៅក្នុងប្រទេសម៉ូរ៉ូកូឆ្ពោះទៅកាន់ព្រំដែនប្រទេសម៉ូរីតានីបញ្ហាជាច្រើនស្កេស្កាបានកើតឡើងប៉ុន្តែវាសុទ្ធតែជារឿងរ៉ាវដែលខ្ញុំបានដឹងទុកមុនរួចទៅហើយថាខ្ញុំនឹងប្រឈមនឹងរឿងទាំងអស់នេះ